Luz Germany Cambodia สงสัยคนเชื่อมต่อประกันกรรมวิธี The Luz Germany Cambodia รายการตีมวยបន្តពីទស្សនារួចហើយសម្រាប់វិញ្ញាសាទី1នឹងក្រុមក្រហមនិងក្រុមសឃើញម្យ៉ាងម្នាក់ទេខ្ញុំមកគាត់ដឹងថាបានលុយប្រមាណដុំដាក់ចូលក្នុងដូចខ្ញុំនិយាយចឹងថាខ្ញុំចាញ់ថាស្រីគេមានដូចជាសត្វខេមរូដូចតែមានថ្នាក់គេហើយប្រុសមាននេះល្អិលព្រិលទៅមួយណាមួយស្រីគេមានខ្នងគេទុនចេះកេះគេទុនចឹងណាគេតម្របានល្អប៉ុន្តែมันបញ្ហាវគ្គទី1ថាទុកចិត្តចាញ់ចោះថាឈាមក្រហមវាស៊ីឈាមក្រហមឈាមសចោះបាទមកជិតចូលដល់កម្មការលទ្ធផលយើងខ្ញុំទៅពីអ្នកសូមអរគុណទៅអ្នកអបតបបាត់មកដោយសូមប្រាំអរគុណដល់ស្រាបៀលីអូស្រាបៀលីអូភាពរីករាយអ្នកចង់បានឥឡូវនេះចូលដល់វគ្គប្រកាសលទ្ធផលហើយតើក្រុមពណ៌សនិងក្រុមពណ៌ក្រហមបានទឹកប្រាក់ប្រមាណរៀលដើម្បីយកដាក់ចូលក្នុងប្រអប់ដូច្នេះដាក់ចូលក្នុងទូដែករបស់គាត់ក្នុងទូដែកដូច្នេះក្រុមពណ៌សលេងមុនលុយចំនួន3លានរៀលបាទអាចយកដាក់ទៅក្នុងប្រអប់និងបាទចំនួន60ម៉ឺនរៀលអរសាអាយ៉ាខ្ញុំមានថាបាត់បង់ដល់2លាន4សែនបាទ2លាន4សែនបាត់បង់អស់2លាន4សែនហើយឥឡូវនេះលុយនៅក្នុងវិញ្ញាសាទី1នេះរក្សាទុកនៅក្នុងទូដៃជូនឥឡូវនេះងារប្រកាន់ក្រុមក្រហមជាបន្តទៀតបាទលុយដែលដាក់លេខសម្រាប់វិញ្ញាសាទី1មានចំនួន3លានរៀល3លានហើយលុយដែលបានដាក់ចូលទៅក្នុងប្រអប់បាទបានដាក់ចូលទៅក្នុងប្រអប់គឺមានចំនួន2លាន7សែនរៀលចឹងលុយដាក់ចូលក្នុងទូដែករក្សាទុកឲ្យ2លាន7សែនណាអស់តែ3សែនអត់ទេអត់បញ្ហាខាងប្រុសយើងឥឡូវយើងត្រៀមខ្លួនកុំអត់4ចិត្តបើខាងស្រីឈ្នះ4ផឹកស្លាប់លីអូឥឡូវនេះសូមចាប់ដើមជាមួយវិញ្ញាសាទី2ជាបន្តឥឡូវយើងជិះចូលដល់វិញ្ញាសាថ្មីទៀតហើយត្រូវឲ្យអ្នកទាំងពីរអ្នកទាំងសងខាងក្រុមពណ៌សក្រហមយើងប្រកួតគ្នាបន្តទៀតបាទវិធីក្នុងការលេងគឺយើងលេងម្ដងមួយក្រុមបាទលេងតែ4តែគ្រាន់តែម្នាក់ចាំដាក់លុយឲ្យចូលបាទដាក់ក្នុងថាណាបងណាអញ្ចឹងមកតាក់ទៀតបាទទូលុយនឹងមកឲ្យអ្នកទី3អ្នកទី3ឲ្យអ្នកទី4អ្នកទី4ចាក់លុយចូលទៅក្នុងប្រអប់យើងចាប់តែម្ដងរយៈពេលលេងគឺជំនាញចំនួន90នាទីបាន1នាទីកន្លះបាទប៉ុណ្ណឹងបាទអូខេឥឡូវយើងសម្រេចចិត្តហើយទៅបាទក្នុងក្រុមពណ៌សក្រហមយើងសល់ម្នាក់7លានបន្តទៀតតែយើងគួរតែដាក់លុយបានដើម្បីលេងនៅក្នុងវិញ្ញាសាទី2សូមសម្រេចចិត្តចាត់ពូត2លានបានដាក់លុយបានដល់ទៅសូមដាក់ច្រើន2លានហ៎2លានយើងចាច់គេច្រើនណាស់3លានអស់ទៀតឡើងហើយមិនអត់ទេនោះសិនឥឡូវយើងមិនតាន់ដឹងថាតើតាណាដាក់លុយប្រមាណទេដើម្បីប្រកួតមួយវិញ្ញាសាទី2របស់យើងរើចាំមើលដល់អស់គ្នា2លានទេ2លាន2លាន3លានចាញ់ពី3លានហ្នឹងដាក់2លានជួយបើដាក់ម៉ាន់ទៅត្រូវអត់លុយទៅផ្ទះដែរព្រោះខ្ញុំឈ្នះហើយហ្នឹងខំធ្វើអីប្រុសឆ្ងល់ដែរនេះសាអីនាំយូរអីបើថាចាញ់ទៅផ្ទះមុនថាអត់ទេបញ្ញាប់ឲ្យប្រកិនហ៎អត់ទេចាំយកចាញ់ឈ្នះចាំយកលុយសិនអត់ទេកុំនិយាយលេខសើចមីងអ្នកបងម៉ែវានឹងប្រុសស្ងាត់មាត់ល្អឥឡូវនេះសូមបើបង្ហាញទឹកប្រាក់លេងក្នុងវិញ្ញាសាទី2ចំនួន2លានរៀលបាទក្រុមពណ៌សចាប់បានខាងពណ៌សបាទយូរ2លានដូចគ្នាហើយបាននេះគឺជាចំនួនលុយសម្រាប់ពណ៌ក្រហមក្រុមពណ៌សដើម្បីប្រកួតគ្នាម្នាក់2លានបាទឥឡូវនេះក្រុមដែលលេងមុនគេសម្រាប់វិញ្ញាសាទី2គឺតម្រូវទៅលើក្រុមពណ៌ក្រហមចាសអូខេហើយឆ្នៃរយៈពេល90វិនាទីលុយចំនួន2លានរៀលថាតើក្រុមពណ៌ក្រហមអាចយកដាក់នៅក្នុងប្រអប់ខាងចុងនេះបានប៉ុន្មានត្រៀមសូមចាប់ទៅឲ្យលឿនមក
ជូច្រើនគួរសមដែរ បាទ 2លានមិនតិចទេ ណា នៅខាងក្រោមនេះហើយយើងមិនទាន់ដឹងតាលុយដែលជ្រុលនឹងចំនួនប៉ុន្មានទេ បាទ វាគូសម ប៉ុន្តែ ណា សំខាន់នោះលុយ2លានដកចេញពីប្រអប់ខាងដើមមកអត់ទាន់អស់ផង ចា អញ្ចឹងបានន័យថាលុយនឹងតិចហ៎ បាទ តែ អាចបានច្រើន 30-40 លានស្រួលណាស់10លាន ក្រុមពណ៌សពងប្រជុំគ្នាអាចបានគេវិញហើយប្រិមត្តទូទាំងសេជនឥឡូវនេះការបញ្ចេញសមត្ថភាពរបស់ក្រុមផងក៏ត្រូវបានបញ្ចប់ទៅហើយដូច្នេះជាបន្តសូមស្វាគមន៍ការបញ្ចេញសមត្ថភាពរបស់ក្រុមពណ៌សបាទស្វាគមន៍កម្មវិធីសាទី2បន្តទៀតជាមួយក្រុមពណ៌ស យ៉ាមើលក្រុមចែ អ្នកចាំខ្លួនហើយ ចែ មានប្រយោជន៍ណាស់ អញ្ចឹងenjoy ថាម៉េចថាមិនទូថាឲ្យ អត់ទេចង់និយាយមើលខ្ញុំសុំមើលមុខតិចណែសូមជម្រាបថាដៃគូដែលដាក់លុយមិនបាច់ដាក់លើថាដាក់មុខនេះក៏បានដែរព្រោះមុខឲ្យថាប៉ិនគ្នាទេ បាញ់អីក៏បាញ់មើលមីង បាទណារៀបខ្លួនដាក់លុយនៅ អាត្រៀមឡើងបង្កៃអូយងាកមកចុះមុខដូចប៉ល់មិន ខ្លួននេះតរៀនចូលខ្ចោ អូខេ ឥឡូវនេះវិញ្ញាសាទី2រយៈពេលមានចំនួន90វិនាទីលុយ2លានរៀលតើក្រុមពណ៌សអាចយកលុយដាក់ចូលក្នុងប្រអប់ខាងចុងបានដូច្នេះសូមត្រៀមសូមចាប់លុយ លេខចាប់ដៃយក តែចាប់ពីម្ដាយយកមកចេញក្រៅវិញមិនចប់ហើយតែឲ្យគាត់ទៅម្ដាយហ្នឹងក៏មិនទៅលើយកវាក់មុនដែរ បងជូនមួយបាយវិញបើគេបោចហើយតោះបានដាក់បង លេខខោសចាប់ដៃយកដាក់ ដៃដាក់ចេះមិនទៅចាស់ហើយទេទៅចាស់ ចាំនេះដាក់ណា អូមិនមានចាប់ម្ដាយដាក់ដែរមែនទេ ដៃយកដាក់ឡើយជើកំឲ្យគេ ឡើយមើលយ៉ាយ៉ាយ៉ាហា ហើយគេចាប់បានដែរ ហើយទៅចាំទៅចាស់ ចាប់ដៃណា អាយជុំមកចាប់បានហើយដាក់លុយជុំធុង អត់បញ្ហាអីគេទៅឲ្យលុយ ហើយនៅដាក់លុយ ហើយកាលណាឈប់កាន់តែលុយឲ្យគេសោះក៏ចង់ឡាក់ខ្យល់ដែរនោះឥឡូវគេឈប់មកយកគេ អូខេឥឡូវនេះបាទតើតើជាមួយនឹងវិញ្ញាសាទី2ក៏បានប្រកួតបញ្ចប់ទៅហើយមានក្រុមសនិងក្រុមក្រហមប៉ុន្តែយើងមិនទាន់ដឹងថាតើក្រុមណាមួយដែលអាចយកលុយដាក់ចូលក្នុងធុងក្រុមប្រអប់យើងបានច្រើនជាងគេជប់នេះនៅវគ្គក្រោយជាបន្ត The Rooster Money Cambodia